Bà bông ôn từng ngọc này cầm bông tại kết tha mà tôi giờ mà hạ âm thì đọp ní còn tại chia mà tôi nay khi thua mà đá và hai chữ bông ôn từng ngọc này cầm bông tại kết khâu hỏi số đấy bông ôn từng ngọc này xong xoa cúm màu can cho này phải nhóm hay ngày đấy nhóm đừng màu thưa ca review mà tôi giờ mà há âm tê đọp bà cứ chia hai phần này khít đó là bây là ba anh muối rồi bỏ cầm hôn giờ mà hạ chỉ phải xét vì miền một cái nâng sầm lên bị ru men tên bà dân vậy pi này khẳng một bánh bà vì bằng pẹ cho mùi nâng phơn LED bà đài mơ bị khang mốc đôi mình nuôi dôn chẳng ở chấm pô thông sang phao vía bà dân ai chạ sang ban đọc bằng pelit ở chấm pô cầm pua pi đây mà cái bà cứ cầm pua làm bay rối mà phay 5 mm đài xạ xong bằng phốt sầm rạp nẹ đài miên cầm pua mà sùng bà đôi chỉ nhôm trắng cầm pua thầm tay mà mẹ học tế bà nhôm ai chi việc bán bàn tay còn là thả hiện chữ tích bàn tay ở đây thế ai cục krong mà to ní bán ở giang nghi sủa cái xe robot giờ mà ha âm thi đọc ní bia bấm bẹ cho môi nâng mà xin cruise plan for đai chia và chạy bị chia robot ở giờ mà ha white set F1 bà cứ chia mà xin cho môi nâng giờ mà ha L1 đai chia mà to sport nâng ngày hay với aiผลิตបានកម្លាំងសេះរហូតដល់160សេះវាអាចបង្កើតកម្លាំងរមួលបានរហូតដល់111 Newton mét អញ្ចឹងបើយើងនិយាយថាម៉ូតូនេះគឺជាម៉ូតូ Nike ប៉ុន្តែមិនមែនជា Nike ធម្មតាទេបាទគឺជា Nike ដែលមាន performance ល្អសឹងទៅថាប្រហាក់ប្រហែលម៉ូតូ sport ទៅហើយបើយើងនិយាយអំពីបច្ចេកវិទ្យាវិញសម្រាប់ម៉ូតូនេះវាមានបច្ចេកវិទ្យាទំនើបគួរសមដែរដោយវាមាន traction control បាទវាមានពីកម្រិត1រហូតដល់កម្រិត3អញ្ចឹង traction control ហ្នឹងវាជួយអីបានខ្លះបាទ traction control ហ្នឹងវាជួយនៅពេលដែលយើងដៃថ្មីបាទយើងច្រឡំមូហ្គាខ្លាំងខ្លាចហោះកង់មុខខ្លាចអីគឺមិនបាច់ភ័យទេ traction control នេះត្រូវកំណត់ហើយគឺយើងអាចបោះបានទេបាទគ្រូតាក៏មិនអាចបោះបានដែរដោយសារតែបើសិនជាកង់មុខវាវិលយឺតបាទកង់ក្រោយវានឹងចាប់សញ្ញាវិលឲ្យស្មើនឹងកង់មុខដែរអញ្ចឹងវាទាញវាមិនអាចឲ្យយើងបោះបានទេជាពិសេសនៅពេលដែលមានផ្លូវរអិលមេឃភ្លៀងខ្ញុំគិតថា traction control នេះគឺជួយបានច្រើនមែនទែនហើយមួយទៀតវាមានជាមួយនឹងបច្ចេកវិទ្យា cruise control បាទអញ្ចឹងម៉ូតូនេះគឺ Nike ទេប៉ុន្តែបើនិយាយពីបច្ចេកវិទ្យាទំនើបវិញវាមានច្រើនមែនទែនយើងអាចដាក់ cruise control ហើយយើងអាចសេរីឲ្យវាលបឿនយឺតលឿននៅលើនឹងទាំងអស់តែម្ដងអូខេហើយវាក៏មានជាមួយនឹង quizer ផងដែរបាទសម្រាប់ quizer ហ្នឹងគឺជួយនៅពេលដែលបងប្អូនចង់តម្លើងលេខអីបន្ថែមលេខអីគឺយើងមិនបាច់ចាំច្បាច់អង្គយ៉ាទេបាទគឺពិសេសមែនតើក្នុងចំណុចហ្នឹងហើយចំពោះម៉ូតូនេះក៏វាបំពាក់ជាមួយនឹងកុងទ័រប្រភេទ LED បាទគឺ full digital ប៉ុន្តែបើសម្រាប់ model SP បាទ model special edition គឺវាបំពាក់ជាមួយនឹងTST បាទកុងទ័រ TST ដែលវាមានcolor បាទគឺស្អាតមែនតើហើយវាមានប្រព័ន្ធច្រើនទៀតជាងនឹងដែលខ្ញុំរៀបរាប់បើយើងនិយាយមកដល់ប្រព័ន្ធទប់លំនឹងវិញបាទសម្រាប់បូមគឺពិសេសមែនតើមិនថា model SP ឬក៏ model ធម្មតាទេប៉ុន្តែគ្រាន់តែថា model SP គឺគេបំពាក់ជាមួយនឹងបូម Olin ពីពោះម្ដាយរបស់ Yamaha តែម្ដងបាទហើយសម្រាប់បូមដែលនៅលើ model ធម្មតាដោយដែលខ្ញុំកំពុងតែ review បងប្អូននេះគឺបំពាក់ជាមួយនឹងបូម KYB ប៉ុន្តែទោះបីជា KYB ក៏ដោយយើងមានត្រឹមតែសោតានមួយគ្រាប់បាទយើងអាចសេរីក្រុម compression វាគឺចង់រឹងក៏បានចង់ទន់ក៏បានបាទស្រេចតែក្បាលវ៉ាល់យើងទេបាទគឺពិសេសមែនតើខ្ញុំឆ្លាញ់ក្នុងចំណុចហ្នឹងមែនតើហើយយកមកដបងគឺខ្ញុំអត់ដឹងទេបាទតោះតែបងប្អូនយើងគាត់ប្រាប់ទៅបាទកន្លែងនេះយើងអាចសេរីទន់រឹងបានបាទមិនថាខាងមុខទេបាទសំបីតែខាងក្រោយក៏យើងអាចសេរីបានដែរបាទយើងមានតែសោតានមួយគ្រាប់សេរីស្រេចតែក្បាលវ៉ាល់យើងតែម្ដងបាទអញ្ចឹងយើងមកដល់ចំណុចពិសេសសរុបម៉ូតូនេះបាទយើងទទួលបានម៉ូតូដែលមានកម្លាំង 498cc ជាប្រភេទម៉ូតូដែលមានម៉ាស៊ីន CP4 របស់ Yamaha ដែលវាមានសំឡេងពីរោះមួយដែលជាអត្តសញ្ញាណរបស់វាតែម្ដងទោះបីជាវាល្អគ្រប់សពក៏ដោយប៉ុន្តែវានៅតែមានពាក្យតែហ្នឹងគឺចំណុចគុណវិបត្តិរបស់វាក៏មានខ្លះដែរ
វាស៊ីសាំងរៀងច្រើនគូសមបាទ100 គីឡូវាស៊ីចន្លោះខ្ទង់8 លីត្រអាស្រ័យលើការបើកបរយើងជាក់ស្ដែងទៀតហ្នឹងហើយហើយវាមានទម្ងន់ធ្ងន់រហូតដល់210 គីឡូយើងចាប់អារម្មណ៍ធ្ងន់នៅពេលដែលយើងជិះចូលក្នុងក្រុងប៉ុន្តែចំពោះខ្ញុំប្រើប្រាស់ក្រៅក្រុងគឺខ្ញុំមិនបានចាប់អារម្មណ៍ថាម៉ូតូនេះវាមានទម្ងន់ធ្ងន់ទេប៉ុន្តែនៅពេលដែលយើងចូលក្រុងបើសិនជាយើងមានកម្ពស់បាទ1 ម៉ែត្រចិត្តឡើងទៅខ្ញុំគិតថាវាមិនជាបញ្ហាទេប៉ុន្តែអ្នកដែលមានកម្ពស់ទាបដូចខ្ញុំគឺនឹងចាប់អារម្មណ៍ថាវាធ្ងន់ខ្លាំងនៅពេលដែលយើងចូលក្នុងក្រុងសរុបមក Yamaha MT-10 នេះគឺជាជម្រើសដ៏ស័ក្តិសមសម្រាប់អ្នកដែលចង់បានម៉ូតូ Naked ជិះលេងបែប Touring បាទមានអារម្មណ៍ដូចជា Super Bike Yamaha MT-10 នេះគឺមិនធ្វើឲ្យអ្នកខកចិត្តឡើយអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការចំណាយពេលដ៏មានតម្លៃរបស់បងប្អូនទាំងអស់គ្នាមកទស្សនាវីដេអូមួយនេះអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងជួយ share និង like comment ដើម្បីឲ្យវីដេអូមួយនេះបាទមានឱកាសមានអ្នកឃើញបានកាន់តែច្រើនបាទដើម្បីឲ្យខ្ញុំនឹងមានកម្លាំងចិត្តនៅក្នុងការធ្វើវីដេអូបទបង្ហាញអំពីម៉ូតូជាពិសេសនឹងបច្ចេកវិទ្យាទំនើបជូនបងប្អូនបន្តទៀតអរគុណច្រើន